តើគួរធ្វើបែបណាដើម្បីឲ្យការសម្ភាសភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាមានលទ្ធផលល្អប្រសើរជាងមុនបើទោះបីជាអ្នកទាំងអស់គ្នាមិនមែនជាអ្នកដែលបកកាយភាសាអង់គ្លេសខ្លាំងក៏ដោយតែខ្ញុំបុយគឺជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលកូរ៉េហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីបទពិសោធន៍របស់ខ្ញុំក្នុងការសម្ភាសក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលមិនសូវបកកាយភាសាអង់គ្លេសខ្ញុំមានធៀបចំនួន5ដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទី1គឺការប្រើប្រាស់ពាក្យធម្មតាជាជាងការដែលប្រើប្រាស់ពាក្យដែលពិបាកនៅពេលដែលចូលដល់ការសម្ភាសមានគ្នាយើងជាច្រើនយល់ឃើញថាការដែលអ្នកទាំងអស់គ្នាប្រើពាក្យធំប្រើពាក្យដែលត្រឹមត្រូវដែលកម្រិតខ្ពស់ advance ឬក៏អ្នកទាំងអស់គ្នាប្រើប្រាស់វេយ្យាករណ៍ដែលត្រូវ 100% ហ្មងអានឹងទៅធ្វើឲ្យគណៈកម្មការគេឲ្យបន្ទុករបស់អ្នកទៅកាន់អ្នកទាំងអស់គ្នាពេញការយល់ឃើញបែបនេះវាអត់ត្រឹមត្រូវទាំងស្រុងទេហើយបើខ្ញុំគិតថាបែបហ្នឹងពីព្រោះការសម្ភាសនៅពេលដែលសម្ភាសគណៈកម្មការគឺគេអត់ត្រូវការ grammar ដែលត្រឹមត្រូវអត់ត្រូវការពាក្យដែលធំអត់ត្រូវការអ្វីទាំងអស់ហ្នឹងទេតែអ្វីដែលគេត្រូវការធំបំផុតនោះគឺការដែលយើងមានភាពច្បាស់លាស់ clear ជាក់លាក់ទៅលើអ្វីដែលខ្លួនឯងកំពុងតែធ្វើអ្វីដែលខ្លួនឯងចង់ធ្វើនៅពេលអនាគតដូច្នេះវាមិនសំខាន់ថាតើអ្នកទាំងអស់គ្នាប្រើពាក្យធំប៉ុណ្ណាដើម្បីអ្នកទាំងអស់គ្នាជាប់អាហារូបករណ៍នឹងទេប៉ុន្តែវាសំខាន់ត្រង់ថាតើអ្នកទាំងអស់គ្នាប្រើពាក្យសាមញ្ញក្នុងរបៀបដែលច្បាស់លាស់កម្រិតណាចំណុចទី2គឺការយល់អំពីខ្លួនឯងមិនមែនជាការចងចាំអំពីខ្លួនឯងទេការដែលយើងយល់ពីខ្លួនឯងមានន័យថាត្រូវយល់ថាហេតុបានជាយើងចង់ដាក់ពាក្យអាហារូបករណ៍នឹងហើយបានជាយើងស្គាល់អាហារូបករណ៍នឹងហើយបានជាយើងចង់ទៅប្រទេសនឹងហើយបានយើងចង់រៀនជំនាញនឹងតើនៅពេលដែលយើងរៀនចប់យើងធ្វើអីគេហើយក៏ឡងពេលដែលយើងរៀននឹងតើយើងរៀនរបៀបណាហើយមូលហេតុអីដែលយើងចង់ធ្វើរឿងទាំងអស់នឹងអាហ្នឹងគឺជាការយល់ពីខ្លួនឯងអ្នកទាំងអស់គ្នាត្រូវស្វែងរកអំពីមូលហេតុដើមចំបញ្ហាទាំងអស់ហ្នឹងហើយយល់ថាហេតុបានយើងចង់ធ្វើរឿងហ្នឹងយល់អំពីខ្លួនឯងស្គាល់អំពីខ្លួនឯងជាជាងការដែលយើងចង់ចាំពីប្រព័ន្ធអ៊ីនធឺណិតពីព្រោះនៅពេលដែលមុនដែលយើងសម្ភាសយើងប្រកាសជាព្យាយាម prepare ទៅលើសំណួរដែលអាចមានហើយតែការ prepare ទាំងអស់ហ្នឹងវាមិនមែនន័យថាអ្នកទាំងអស់គ្នាត្រូវតែចងចាំគ្រប់សំណួរហ្នឹងទេរឿងដ៏ល្អបំផុតដែលអ្នកទាំងអស់គ្នាអាចធ្វើបាននោះគឺការ prepare ក៏ដូចជាការស្វែងយល់អំពីខ្លួនឯងថាតើខ្លួនឯងចង់ធ្វើរឿងអីពិតប្រាកដពេលដែលយើងស្គាល់ច្បាស់ពីខ្លួនឯងទោះបីជាគណៈកម្មការសួរសំណួរទម្រង់បែបហ្នឹងក្នុងរបៀបបែបណាក៏ដោយក៏យើងអាចឆ្លើយបានដោយរលូនដែរអូខេទី3គឺនិយាយយឺតច្បាស់លាស់ប៉ុន្តែពោពេញទៅដោយទំនុកចិត្តមានការសម្ភាសជាច្រើនដែលអ្នកសម្ភាសគាត់ព្យាយាមធ្វើយ៉ាងណានិយាយលឿនអាចថាជាទម្លាប់គឺជាបទពិសោធន៍របស់គាត់ឬក៏ whatever ប៉ុន្តែអ្វីទាំងអស់ហ្នឹងវាអត់បានជួយឲ្យគាត់ធ្វើមើលមកជាមនុស្សដែលមានភាពល្អប្រសើរឬក៏អត់អាចជួយឲ្យគាត់បានបន្ទុកល្អប្រសើរជាងអ្នកផ្សេងទេផ្ទុយទៅវិញការដែលនិយាយមួយច្បាស់លាស់ជាក់លាក់ខ្លីក៏ដោយប៉ុន្តែសូមឲ្យវាច្បាស់ជាក់លាក់ហើយស្ដាប់ចេញទៅវាមាន feeling inner វាមានអារម្មណ៍ថាគាត់ពិតជានិយាយអ្វីដែលគាត់កំពុងតែគិតអ្វីដែលគាត់កំពុងតែចង់ធ្វើហើយពេលដែលយើងស្ដាប់ចេញទៅការនិយាយរបស់គាត់គឺយើងទុកចិត្តបានណាអញ្ចឹងតើអ្នកគ្នាត្រូវជៀសវាងការនិយាយលឿនទោះបីអ្នកទាំងអស់គ្នាទម្លាប់និយាយលឿនកម្រិតណាក៏ដោយអ្នកទាំងអស់គ្នាត្រូវចាំថានិយាយខ្លីក៏បានប៉ុន្តែសូមឲ្យច្បាស់ជាក់លាក់ហើយអាចទុកចិត្តបានទី4គឺតកតងជាមួយនឹងបើសិនអ្នកទាំងអស់គ្នាអត់យល់អំពីសំណួរណាមួយទៅលើការប្រើប្រាស់ពាក្យភាសាអង់គ្លេសឧទាហរណ៍ថានៅពេលដែលសម្ភាសជួនកាលទៅជនជាតិបរទេសគេសួរយើងជនជាតិខ្លះវត្តគាត់មិនមែនជាអ្នកប្រើប្រាស់ភាសាអង់គ្លេសពីកំណើតទេជនជាតិកូរ៉េជនជាតិឥណ្ឌូជនជាតិថៃជនជាតិមីយ៉ាន់ម៉ា whatever អញ្ចឹងពេលដែលគាត់សួរសម្ភាសមកកាន់យើងអាចនឹងគាត់ប្រើពាក្យមួយចំនួនដែលយើងអត់ដឹងឬក៏យើងស្ដាប់អត់បានសូមអ្នកទាំងអស់គ្នាកុំស្ទាក់ស្ទើរក្នុងការដែលយើងសួរត្រឡប់ទៅកាន់គេវិញចំណុចទី5គឺតកតងជាមួយនឹងអាកប្បកិរិយារបស់យើងនៅពេលដែលសម្ភាសតកតងជាមួយនឹងភាពគួរសមការផ្ដល់ស្នាមញញឹមការភាពរួសរាយរាក់ទាក់ហើយនឹងទំនុកចិត្តវាទៅសំខាន់នៅពេលដែលយើងឆ្លើយនៅពេលដែលយើងនិយាយនៅពេលដែលយើងមើលទៅកាន់គណៈកម្មការភ្នែករបស់យើងត្រូវតែពោពេញទៅដោយស្នាមញញឹមភាពសមរម្យភាពគួរសមហើយនឹងទំនុកចិត្តដែលបង្ហាញថាយើងគឺបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការសម្ភាសនៅក្នុងការនិយាយនៅក្នុងការឆ្លើយហើយនឹងនៅក្នុងការដែលហោះហើរទៅកាន់ប្រទេសដែលយើងកំពុងដាក់ពាក្យអាហារូបករណ៍មួយហ្នឹងអញ្ចឹងខ្ញុំមាន5ចំណុចហ្នឹងសម្រាប់ថ្ងៃនេះហើយខ្ញុំសូមសរុបមកវិញខ្លីៗចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក្យសាមញ្ញប៉ុន្តែច្បាស់លាស់ទី2គឺការយល់អំពីអីដែលខ្លួនឯងចង់ធ្វើយល់អំពីខ្លួនឯងយ៉ាងខ្លី ទ
ទី3គឺពាក់ព័ន្ធជាមួយនឹងការនិយាយមួយច្បាស់លាស់ពុះពេញដោយទំនុកចិត្តទី4គឺពាក់ព័ន្ធជាមួយនឹងការដែលអ្នកទាំងអស់គ្នាកុំភ័យខ្លាចក្នុងការសួរត្រឡប់វិញបើសិនបើមានសំណួរណាដែលយើងអត់យល់ទី5គឺពាក់ព័ន្ធជាមួយនឹងអាកប្បកិរិយារបស់យើងនៅពេលដែលយើងសម្ភាសន៍ចឹងខ្ញុំមាន5ចំណុចហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអីពីវីដេអូរបស់យើងថ្ងៃនេះជួបគ្នាវីដេអូក្រោយ follow ខ្ញុំមួយផងខ្ញុំបាន 20k follower មុនឆ្នាំ2026ទៅបានបញ្ចប់ហើយជួយ subscribe YouTube ខ្ញុំមួយផងបាយបាយ